សប្តាហ៍ទី41ថ្ងៃទី3រ៉ូម៉ាំង2យើងត្រូវការមើលឃើញឧបសគ្គដែលជីវិតរបស់ព្រះជួបប្រទះនៅក្នុងមនុស្សក៏បញ្ហាដំបូងជីវិតរបស់ព្រះជួបប្រទះនៅក្នុងយើងគឺថាយើងមិនដឹងពីសេចក្តីងងឹតនៃគំនិតមនុស្សរបស់យើង1យើងត្រូវការមើលឃើញថារឿងតែមួយគត់ដែលសំខាន់នៅក្នុងការដំណើរជីវិតគ្រីស្ទានគឺថាយើងថែរក្សាព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅក្នុងយើងដោយរបៀបណាកាឡាទីជំពូក1ខ16ជំពូក2ខ20ជំពូក4ខ19ភីលីបជំពូក1ខ19ខ21អេភេសូជំពូក4ខ13កូរិនថូសខ្សែទី2ជំពូក3ខ18 2. ការក្លាយជាគ្រីស្ទានមានន័យថាមិនយកអ្វីក្រៅពីព្រះគ្រីស្ទធ្វើជាគោលដៅរបស់យើងមនុស្សជាច្រើនមានការលំបាកនៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេក្រោយពីបានសង្គ្រោះពីព្រោះពួកគេមិនដឹងពីផ្លូវនៃជីវិតហើយពួកគេមិនយកព្រះគ្រីស្ទធ្វើជាជីវិតរបស់ពួកគេខបញ្ហាទី2ដែលជីវិតជួបប្រទះនៅក្នុងយើងគឺការមានពុតម៉ាថាយជំពូក6ខ2ខ5ជំពូក7ខ5ជំពូក23ខ13ជំពូកខ29 1. សភាពខាងវិញ្ញាណរបស់មនុស្សមិនត្រូវបានកំណត់ដោយរូបរាងខាងក្រៅទេប៉ុន្តែត្រូវបានកំណត់ដោយរបៀបដែលគាត់ថែរក្សាព្រះគ្រីស្ទដែលគង់នៅខាងក្នុងភាពល្អធម្មជាតិរបស់យើងគឺជាសភាពខាងវិញ្ញាណคล้ายៗហើយតាមការពិតទៅគឺឧបសគ្គដ៏ធំមួយចំពោះជីវិតការសម្ដែងចេញនៃជីវិតជាប់ពាក់ព័ន្ធនឹងការបដិសេធចរិតលក្ខណៈនិងចំណង់ចំណូលចិត្តធម្មជាតិរបស់យើងហើយគ្រាន់តែអនុញ្ញាតឲ្យព្រះគ្រីស្ទដំណើរការនិងបំបែកយើង3. បើយើងតែងតែធ្វើអ្វីៗតាមចរិតលក្ខណៈនិងសភាពធម្មជាតិរបស់យើងនោះលទ្ធផលនឹងតែងតែជាការមានពុតគោលទី3ដែលជីវិតជួបប្រទះនៅក្នុងយើងគឺការបះបោរ 1. ព្រះគ្រីស្ទដំណើរការនឹងធ្វើចលនានៅក្នុងយើងដើម្បីធ្វើឲ្យយើងច្បាស់អំពីចំណងព្រះハរតីនិងការទាមទាររបស់ទ្រង់សម្រាប់យើងនិងអំពីការដឹកនាំនិងការចាត់ការរបស់ទ្រង់ចំពោះយើង 2. ប៉ុន្តែបើយើងមិនស្ដាប់បង្គាប់តែទ្រង់ប្រឆាំងនឹងអារម្មណ៍ខាងក្នុងមិនទទួលយកការដឹកនាំរបស់ទ្រង់ឬបង់ថ្លៃនោះភាពមិនព្រមនឹងការប្រឆាំងនេះគឺជាការបះបោរហើយបាបដែលយើងប្រព្រឹត្តញឹកញាប់បំផុតគឺធ្ងន់ធ្ងរបំផុតគឺមិនមែនជាបាបខាងក្រៅនឹងអាចមើលឃើញនោះទេផ្ទុយទៅវិញវាគឺជាបាបនៃការមិនស្ដាប់បង្គាប់តាមអារម្មណ៍របស់ព្រះនៅខាងក្នុងយើងព្រះគ្រីស្ទកំពុងរស់នៅក្នុងយើងហើយព្រះអង្គបានប្រទានអារម្មណ៍ខាងក្នុងនៃជីវិតដល់យើងជានិច្ចរ៉ូមជំពូក8ខ6យូហានខ្សែទី1ជំពូក2ខ27សខោបញ្ហាទី4ដែលជីវិតជួបប្រទះនៅក្នុងយើងគឺសមត្ថភាពធម្មជាតិរបស់យើងទី1ពួកបងប្អូនប្រុសស្រីជាច្រើនដែលពិតជាស្រឡាញ់ព្រះអង្គម្ចាស់មានសេចក្តីឧស្សាហ៍គ្មានខ្មៃសម្រាប់ព្រះអង្គម្ចាស់និងគោរពប្រណិប័តព្រះយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយបញ្ហាធំបំផុតរបស់ពួកគេគឺកម្លាំងនិងភាពអស្ចារ្យនៃសមត្ថភាពនិងលទ្ធផលរបស់ពួកគេជាលទ្ធផលព្រះគ្រីស្ទគ្មានមូលដ្ឋានឬផ្លូវនៅក្នុងពួកគេទេយើងអាចមានសមត្ថភាពនិងទេពកោសល្យប៉ុន្តែយើងមិនឃើញថារឿងទាំងនេះជាបាបឬស្មុគរោគឡើយជំនួសឲ្យការប្រមាថសមត្ថភាពធម្មជាតិរបស់យើងឲ្យតម្លៃលើរឿងទាំងនេះប្រសិនបើរឿងទាំងនេះនៅតែមិនត្រូវបានបំបែកនៅក្នុងយើងទេនោះរឿងទាំងនេះនឹងក្លាយជាបញ្ហាចំពោះជីវិតរបស់ព្រះគ្រីស្ទអសង្ឃោមានដំណោះស្រាយតែមួយគត់សម្រាប់ឧបសគ្គទាំងអស់នេះនៅក្នុង
យើងត្រូវតែឆ្លងកាត់ឈើឆ្កាងហើយឲ្យឈើឆ្កាងបំបែកយើងប្រសិនបើយើងចង់ឲ្យជីវិតរបស់ព្រះគ្រីស្ទ គ្មានឧបសគ្គនៅក្នុងយើងត្រូវតែបាត់ពិសោធន៍ការបំបែកនៃឈើឆ្កាងនិងអនុវត្ត ឲ្យឧបសគ្គទាំងនេះត្រូវបានចាត់ការនិងយកចេញម៉ាថាយចំពុក16ខ24-25 ការបម្រុងសប្តាហ៍ទី31នៅការបម្រុងចិញ្ចឹមនៅពេលព្រឹកថ្ងៃទី3កាឡាទីចំពុក1ខ15ខ16ចំពុក2ខ20ប៉ុន្តែកាលព្រះដែលជ្រើសរើសបានសពប្រតិយនឹងបើកសម្ដែងព្រះរាជបុត្រាទ្រង់មកក្នុងខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទប៉ុន្តែខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតគឺព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញហើយជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះនោះគឺរស់ដោយសេចក្តីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះដែលទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយបញ្ហាដំបូងដែលជីវិតរបស់ព្រះជួបប្រទះនៅក្នុងយើងគឺការដែលយើងមិនបានដឹងពីសេចក្តីងងឹតនៃទស្សនៈមនុស្សយើងគ្រីស្ទានភាគច្រើនគិតថានៅពេលដែលពួកគេខ្លាចជាគ្រីស្ទានហើយពួកគេគួរតែមានចិត្តឧស្សាហ៍ខ្មៃខ្មៀតនិងបោះបង់ចោលលោកីនេះជារឿងដែលសមហេតុផលណាស់នៅក្នុងទស្សនៈរបស់មនុស្សប៉ុន្តែបើគ្មានជីវិតរបស់ព្រះទេក៏មិនអាចមានការអនុវត្តពិតប្រាកដក្នុងរឿងនេះបានដែរនៅថ្ងៃដែលយើងបានសង្គ្រោះយើងបានទទួលព្រះគ្រីស្ទដ៏មានព្រះជន្មរស់ដែលបានคล้ายមកជាជីវិតដែលស្ថិតនៅក្នុងយើងការคล้ายជាគ្រីស្ទានមានន័យថាមិនយកអ្វីក្រៅពីព្រះគ្រីស្ទធ្វើជាគោលដៅរបស់យើងមនុស្សជាច្រើនមានការលំបាកនៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេក្រោយពីបានសង្គ្រោះព្រោះពួកគេមិនដឹងពីផ្លូវនៃជីវិតហើយពួកគេមិនយកព្រះគ្រីស្ទធ្វើជាជីវិតរបស់ពួកគេទេអំណនថ្ងៃនេះបញ្ហាទី2ដែលជីវិតជួបប្រទះនៅក្នុងយើងគឺការមានពុតសភាពខាងវិញ្ញាណរបស់មនុស្សមិនត្រូវបានកំណត់ដោយរូបរាងខាងក្រៅទេប៉ុន្តែត្រូវបានកំណត់ដោយរបៀបដែលគាត់ថែរក្សាព្រះគ្រីស្ទដែលគង់នៅខាងក្នុងការសម្ដែងចេញនៃជីវិតជាប់ពាក់ព័ន្ធនឹងការបដិសេធតចរិតលក្ខណៈនិងចំពោះចំណង់ចំណូលចិត្តធម្មជាតិរបស់យើងហើយគ្រាន់តែអនុញ្ញាតឲ្យព្រះគ្រីស្ទដំណើរការនិងបំបែកយើងដូច្នេះសកម្មភាពរបស់យើងតាមរយៈការប្រតិបត្តិការផ្នែកខាងក្នុងរបស់ព្រះគ្រីស្ទនឹងក្លាយជាជីវិតបើយើងតែងតែធ្វើអ្វីតាមចរិតលក្ខណៈនិងភាពធម្មជាតិរបស់យើងនោះផលិតផលនឹងតែងតែជាការមានពុតបញ្ហាទី3ដែលជីវិតជួបប្រទះនៅក្នុងយើងគឺការបះបោរព្រះគ្រីស្ទដំណើរការនឹងធ្វើចលនានៅក្នុងយើងដើម្បីឲ្យយើងច្បាស់អំពីបំណងប្រហាតីរបស់ព្រះឲ្យយើងច្បាស់ពីបំណងប្រហាតីរបស់ព្រះការទៀមទារបស់ទ្រង់សម្រាប់យើងនិងអំពីការដឹកនាំនិងការចាត់ការរបស់ទ្រង់ចំពោះយើងប៉ុន្តែបើយើងមិនស្ដាប់បង្គាប់ទេតែទៅប្រឆាំងនឹងអារម្មណ៍ខាងក្នុងមិនទទួលយកការដឹកនាំរបស់ទ្រង់ឬបង់ថ្លៃនោះភាពមិនព្រមនឹងការប្រឆាំងនេះគឺជាការបះបោរហើយការមិនពេញចិត្តធ្វើអ្វីតាមបំណងប្រហាតីរបស់ទ្រង់គឺជាការបះបោរយ៉ាងច្បាស់យើងជាច្រើនធ្វើបាបនេះបានរៀលដាលរាល់ថ្ងៃបាបដែលយើងប្រព្រឹត្តញឹកញាប់បំផុតគឺធ្ងន់ធ្ងរបំផុតគឺមិនមែនជាបាបខាងក្រៅនិងខាងមើលឃើញនោះទេផ្ទុយទៅវិញគឺជាបាបនៃការមិនស្ដាប់បង្គាប់តាមអារម្មណ៍របស់ព្រះគ្រីស្ទនៅក្នុងយើងព្រះគ្រីស្ទកំពុងរស់នៅក្នុងយើងហើយព្រះអង្គបានប្រទានអារម្មណ៍ខាងក្នុងនៃជីវិតដល់យើងជានិច្ចយើងគួរតែស្ដាប់បង្គាប់ទ្រង់ប៉ុន្តែជាញឹកញាប់យើងមានស្ដាប់បង្គាប់ទ្រង់ទេទី4បញ្ហាទី4ដែលជីវិតជួបប្រទះនៅក្នុងយើងគឺសមត្ថភាពធម្មជាតិរបស់យើងសភាពធម្មជាតិចរិត
លក្ខណៈនិងខ្លួនឯងរបស់យើងសុទ្ធតែជាបញ្ហាដែលបង្អាក់មិនឲ្យជីវិតរបស់ព្រះរាជចេញពីយើងប៉ុន្តែបញ្ហាលទ្ធផលនៃសភាពមនុស្សធម្មជាតិរបស់យើងគឺជាបញ្ហាដ៏ធ្ងន់ធ្ងរជាងនេះទៅទៀតព្រោះទាំងពីរនេះសុទ្ធតែជាអ្វីដែលរារាំងនិងបង្អាក់យ៉ាងខ្លាំងក្លាមិនឲ្យជីវិតរបស់ព្រះហូរចេញពីយើងពួកបងប្អូនប្រុសស្រីជាច្រើនដែលពិតជាស្រឡាញ់ព្រះអង្គចាស់មានសេចក្តីឧស្សាហ៍គ្មៀតខ្មៃសម្រាប់ព្រះអង្គចាស់និងគោរពប្រណិប័តព្រះយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយបញ្ហាដ៏ធំបំផុតរបស់ពួកគេគឺកម្លាំងនិងភាពអស្ចារ្យនៃសមត្ថភាពនិងលទ្ធផលរបស់ពួកគេជាលទ្ធផលព្រះគ្រីស្ទគ្មានមូលដ្ឋានឬផ្លូវនៅក្នុងពួកគេទេក្នុងចំណោមយើងមានបងប្អូនប្រុសស្រីជាច្រើនដែលជាដូច្នេះពួកគេមានសមត្ថភាពនិងទេពកោសល្យប៉ុន្តែពួកគេមិនឃើញថារឿងទាំងនេះជាបាបឬស្មុគរោគឡើយសូម្បីតែគិតថារឿងទាំងនេះជារឿងល្អនិងមានប្រយោជន៍ចំពោះព្រះក្រុមជំនុំទៀតពួកគេគិតថាពួកគេត្រូវការសមត្ថភាពនិងទេពកោសល្យបែបនេះដើម្បីមកបម្រើព្រះជំនួសឲ្យការសមត្ថភាពធម្មជាតិរបស់ពួកគេឲ្យតម្លៃលើរឿងទាំងនេះ បើសមត្ថភាពធម្មជាតិទាំងនេះមិនត្រូវបានបំបែកនៅក្នុងពួកគេទេនោះរឿងទាំងនេះនឹងក្លាយជាបញ្ហាចំពោះជីវិតរបស់ព្រះគ្រីស្ទមានដំណោះស្រាយតែមួយគត់សម្រាប់ឧបសគ្គទាំងអស់នេះនៅលើយើងនៅក្នុងយើងត្រូវតែឆ្លងកាត់ឈើឆ្កាងហើយឲ្យឈើឆ្កាងបំបែកយើងប្រសិនបើយើងចង់ឲ្យជីវិតព្រះគ្រីស្ទគ្មានឧបសគ្គនៅក្នុងយើងត្រូវតែបទពិសោធន៍ការបំបែកនៃឈើឆ្កាងនិងអនុវត្តឲ្យឧបសគ្គទាំងនេះត្រូវបានចាត់ការនិងយកចេញដូច្នេះជីវិតរបស់ព្រះគ្រីស្ទទើបអាចរស់ចេញពីយើងបាន